ប្រាប់បងប្អូនដែលគាត់ចូលចិត្តញ៉ាំពងទាស្ងោរពងទាកូនឬក៏ស្លាបមាន់អាំងកញ្ចូញមាន់អាំងអីហ្នឹងបងប្អូនណានិយាយពីថាបងប្អូនធ្វើតែអំបិលម្រេចនេះហាធ្វើទុកតែ1គីឡូទៅគឺអត់ខុសទេបងប្អូនណានៅពេលណាដែលបងប្អូនមានមិត្តភ័ក្តិជួបជុំបងប្អូនម្ដងម្កាលគឺអែមហ្មងបងប្អូនព្រោះថាឲ្យតែមានអំបិលម្រេចគឺទុក1គីឡូទៅគឺថាអូយមកអែមឲ្យសុបាយទៀតអញ្ចឹងហើយពិធីធ្វើក៏អត់មានអីពិបាកដែរអញ្ចឹងជាដំបូងគឺខ្ញុំដាក់អំបិលទៅគឺអំបិលនេះគឺខ្ញុំប្រើចំនួន5ស្ព្រាបាយហើយយើងលីងតតែវាឡើងជាតិម្សៅបែបហ្នឹងណាលីងវាតតែបែបហ្នឹងហើយទៅខ្ញុំដាក់អាំរេចចូលចំពោះអាំរេចម៉ត់គឺខ្ញុំប្រើចំនួន2ស្ព្រាបាយបងប្អូនហើយបើសិនជាបងប្អូនប្រើលើសហ្នឹងខ្លាចឆ្លក់បងប្អូនហើយខ្ញុំគ្រាន់តែដាក់ប៉ុណ្្នឹងគឺឆ្លក់ឆ្លក់និយាយពីกระดาษពេញផ្ទះបងប្អូនអើយចាអញ្ចឹងយើងលីងតតែវាឡើងជាតិម្សៅហើយទៅខ្ញុំចាក់ប៊ីចេងហើយចំពោះប៊ីចេងគឺខ្ញុំប្រើចំនួន2ស្ព្រាបាយខ្ញុំប្រើប៊ីចេងបែបនេះគឺដោយសារតែមិនចង់ឲ្យអំបិលគឺវាប្រៃពេកបងប្អូននៅពេលដែលលីងដាក់ប៊ីចេងហើយគឺឈ្ងុយហើយឆ្ងាញ់មកល្មមឆ្ងាញ់តែម្ដងបងប្អូនហើយនៅពេលដែលបងប្អូនយកទៅលាងញ៉ាំបងប្អូនថែមតែស្ករមួយស្ព្រាទៀតទៅគឺបានហើយញ៉ាំបន្ថែមស្ករទៅតាមបរិមាណដែលបងប្អូនញ៉ាំបងប្អូនចាអញ្ចឹងខ្ញុំទុកឲ្យអំបិលម្រេចនឹងត្រជាក់បន្តិចទៅហើយចាំយើងយកទៅកិនណាហើយចំពោះម៉ាស៊ីនកិនគឺខ្ញុំប្រើម៉ាស៊ីនបែបហ្នឹងបងប្អូនហើយម៉ាស៊ីនកិនដែលខ្ញុំប្រើនេះគឺវាមាន2ប្រភេទណាបងប្អូនមួយប្រភេទទៀតធំជាងនេះហើយអាហ្នឹងសម្រាប់កិនអីផ្សេងបងប្អូនដូចជាកិនទឹកសណ្តែកកិនបបរកោតឬក៏កិនអីផ្សេងអញ្ចឹងណាបងប្អូនចាហើយលើខ្ញុំកិនតតែវាម៉ត់ណាកិនវាឲ្យម៉ត់តិចទៅចានៅពេលដែលយើងកិនវាម៉ត់ហើយគឺយើងបានចាក់ចាញ់មកគឺថាប៉ុណ្ណឹងគឺល្មមតែម្ដងបងប្អូនឃើញអត់ដូចម្សៅអញ្ចឹងបងប្អូនអាចសាធ្វើញ៉ាំបានបងប្អូនហើយវិធីសាស្ត្រគឺងាយហើយលឿនខ្លាំងមែនទែនបងប្អូនអត់យូរទេហើយបើថាបងប្អូនធ្វើទុក1គីឡូ2គីឡូនៅពេលដែលបងប្អូនចង់ញ៉ាំដូចជាដូចខ្ញុំបញ្ជាក់អំបញ្ញមិញហ្នឹងញ៉ាំពងទាកូនពងទាស្ងោរអីហ្នឹងគឺងាយស្រួលបងប្អូនមានអំបិលនៅផ្ទះស្រាប់អញ្ចឹងណាហើយនៅពេលដែលធ្វើឲ្យគឺទុកបានយូរបងប្អូនហើយរាប់ខែរាប់ឆ្នាំគឺអត់ចេះខូចទេណាបងប្អូនរបស់ស្ងួតអញ្ចឹងឲ្យតែយើងទុកវាបានត្រឹមត្រូវទៅហើយឃើញទេបងប្អូនមិនដែរបងប្អូនណាគឺថានិយាយពីឆ្លក់ពេញផ្ទះមកបងប្អូនណាចាអញ្ចឹងបន្ទាប់ពីនឹងទៀតគឺខ្ញុំទុកឲ្យវាត្រជាក់ហើយគឺខ្ញុំច្រកចូលកន្លចាចំពោះកន្លខ្ញុំដោយសារខ្ញុំប្រើកន្លថ្មអស់ហើយនៅសល់តែកន្លកែវនៅសល់កន្លជ័របងប្អូនចាទុកឲ្យត្រជាក់សិនណាចាំយើងដាក់ចូលហើយគិតថានឹងវល់បរិមាណទៅណាថាចង់ឲ្យបាន1គីឡូហ្នឹងចៃដន្យឲ្យបងប្អូនណាបានតែពាក់កដាលអញ្ចឹងក៏អត់អីដែរបងប្អូនដល់ពេលញ៉ាំអស់ធ្វើទៀតតាអត់មានបញ្ហាអីទេអញ្ចឹងអំបិលម្រេចរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងទេបានរួចរាល់ហើយបងប្អូនចាហើយកុំភ្លេច follow page ខ្ញុំម្នាក់មួយផងដែរអរគុណជំរាបលា